ចំណែកនៅខេត្តរតនគិរីនៅរដូវប្រមូលផលផ្លែសម្រងឆ្នាំនេះសហគមន៍ជនជាតិដើមភាគតិចអ្នកអភិរក្សដើមសម្រងក្នុងខេត្តរតនគិរីអំពាវនាវសូមឲ្យអាជ្ញាធរជួយទប់ស្កាត់សកម្មភាពកាប់ឈើសម្រងដើម្បីយកផ្លែសហគមន៍ជនជាតិដើមភាគតិចបារម្ភថាដើមសម្រងអាចនឹងត្រូវបាត់បង់ទាំងស្រុងប្រសិនបើពុំមានការទប់ស្កាត់ឲ្យទាន់ពេលវេលាបានលោករដ្ឋាភិបាលរាយការណ៍ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអ្នកភូមិរស់នៅជាប់នឹងតំបន់ឧទ្យានជាតិវីរៈជ័យនិងអ្នកភូមិមកពីបណ្ដាស្រុកផ្សេងទៀតក្នុងខេត្តរតនគិរីបាននាំគ្នាជាក្រុមចូលទៅក្នុងតំបន់ឧទ្យានជាតិដើម្បីប្រមូលផ្លែសម្រងចាប់ពីដើមខែមេសារហូតមកសហគមន៍ជនជាតិដើមភាគតិចរស់នៅឃុំតាវែងលើលោកតានស៊ីនមានប្រសាសន៍ថាដើមសម្រងកំពុងរងវិនិស្សកម្មបន្ថែមទៀតបន្ទាប់ពីអ្នកប្រមូលផលផ្លែសម្រងប្រើប្រាស់រូបភាពគ្រាវសម្រាប់ដើមឬកាប់មែកដើម្បីយកផ្លែលោកបារម្ភថាប្រសិនមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេដើមសម្រងដែលនៅសេសសល់នឹងត្រូវគេកាប់បំផ្លាញបន្ថែមទៀតម្នាក់គិតទៅពីដណ្ដើមចង់បានតលុយឆ្នៃធ្វើអីក៏បានបាទអត់មានអ្នកណាហាមអត់មានអ្នកណាខាត់រហូតនៅភូមិទុនដូចគ្នានៅភូមិទុនវាសម្បូរសម្រងជាងគេបាទឥឡូវនេះអស់លេងកាលពីឆ្នាំ2011សហគមន៍ជនជាតិដើមអ្នកអភិរក្សដើមសម្រងព្រៃរកឃើញដើមសម្រងរាប់ពាន់ដើមត្រូវប្រជាពលរដ្ឋជនជាតិដើមខ្លួនឯងនិងជនជាតិខ្មែរនិងឡាវរស់នៅតំបន់ព្រៃក្បែរឧទ្យានជាតិប្រមូលគ្នាជាក្រុមហើយចូលព្រៃកាប់រំលោភដើមដើម្បីយកផ្លែលក់ទៅឲ្យឈ្មួញមេឃុំបកកាឡាន់លោកផុនសឿងទទួលស្គាល់ថាដើមសម្រងឆ្នាំនេះកំពុងផ្ដល់ផលទន្ទឹមនោះក៏មានសេចក្តីរាយការណ៍ថាប្រជាពលរដ្ឋអ្នកប្រមូលផ្លែសម្រងក្នុងព្រៃខ្លះនៅតែប្រព្រឹត្តខុសប្រពៃណីជនជាតិដើមពលគឺកាប់រំលោភដើមសម្រងដើម្បីប្រមូលផ្លែបានច្រើនលោកថាសហគមន៍អ្នកអភិរក្សដើមសម្រងមិនមានលទ្ធភាពទប់ស្កាត់សកម្មភាពនេះបានទេពីព្រោះប្រជាពលរដ្ឋមកពីតំបន់ផ្សេងកាន់តែច្រើនចូលព្រៃរកផ្លែសម្រងឃើញជាគ្រាវទៅឃើញជាលើទៅឃើញគេកាប់ពោះមេទៅបាទពិសេសហ្នឹងអាគុំក្បែរណាបាទកាប់បេកាប់ទៅហ្នឹងកាប់ទៅកាប់បេហ្នឹងបាទយកខូចខាតអាបរិស្ថានខូចខាតព្រៃឈើហ្នឹងបាទដើមសម្រងព្រៃមានអាយុកាលប្រមាណពី30ទៅ40ឆ្នាំទើបហុចផលពេញលេញដើមវាមានទំហំមកកាត់ពី40ទៅ60សង់ទីម៉ែត្រនិងមានកម្ពស់ពី6ម៉ែត្រដល់10ម៉ែត្រប្រពៃណីជនជាតិដើមភាគតិចមានទម្លាប់រើសតែផ្លែសម្រងជ្រុះតែប៉ុណ្ណោះអនុរិយឧទ្យានជាតិវីរៈជ័យលោកពិនសុខុនថ្លែងថាកន្លងទៅអាជ្ញាធរពាក់ព័ន្ធបានអប់រំផ្សព្វផ្សាយនិងហាមមិនឲ្យកាប់ដើមសម្រងយកផ្លែនោះទេលោកថាឆ្មាំអនុរិយឧទ្យានជាតិបានចាត់ដាល់បាតក្នុងព្រៃដើម្បីអភិរក្សធនធានធម្មជាតិក្នុងឧទ្យានជាតិហេតុនេះវិធានការច្បាប់នឹងត្រូវអនុវត្តចំពោះអ្នកប្រព្រឹត្តខុសកន្លងមកហ្នឹងយើងមានកម្មវិធីអប់រំដែររបៀបគាត់ប្រមូលផលណាបើដល់គាត់កាប់ដើមទេគាត់ប្រមូលតាមបាកាហ្វេនេះអញ្ចឹងតែមើលខ្ញុំតាក់ទងទៅគ្នាយើងថាហ្នឹងមានគ្នាយើងដាល់បាតអត់ប្រជាពលរដ្ឋដែលចូលព្រៃរើផ្លែសម្រងសុំមិនឲ្យបញ្ចេញឈ្មោះទទួលស្គាល់ថាពិតជាមានអ្នកចូលព្រៃរកសម្រងប៉ុន្តែមិនមានកាប់ដើមទេដោយសារតែឆ្នាំនេះដើមសម្រងមិនផ្ដល់ផលច្រើនទើបអ្នកខ្លះបានចេញពីព្រៃវិញប្រជាពលរដ្ឋដដែលបញ្ជាក់ថាបច្ចុប្បន្នមានឈ្មួញចាប់ប្រមូលទិញផ្លែសម្រងក្នុងព្រៃក្នុងតម្លៃ 15,000 រៀលក្នុង1គីឡូក្រាមទៅពីខេត្តទៅតាមស្រុកតាមខេត្តហ្នឹងទៅមកច្រើនពីអិនមកអូនជនជាតិទេកម្រមានខ្មែរឃើញយូរឃើញមួយនេះខ្មែរខ្ញុំទៅដេកពី3យប់នោះគេរកបានខ្លាំងហើយខ្ញុំមិនបានខ្លាំងដែរតានេះវិញគេឲ្យខ្ញុំ 25,000 ហ្នឹងហើយ 25,000 មួយខ្ញុំអត់លក់ទេខ្ញុំទុកហូបដើមសម្រងព្រៃគេច្រើនគេផ្ទះឃើញនៅតំបន់ទ្រនាប់ដីឧទ្យានជាតិវីរៈជ័យជាប់នឹងស្រុកវើនសៃស្រុកតាវែងស្រុកអណ្ដូងមាសក្នុងខេត្តរតនគិរីនិងស្រុកសេសានស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងជនជាតិដើមភាគតិចរស់នៅតំបន់ជាប់នឹងឧទ្យានជាតិកត់សម្គាល់ថាមុនឆ្នាំ2007ដើមសម្រងមានរាប់ពាន់ម៉ឺនដើមដុះនៅក្នុងព្រៃជាពិសេសតំបន់ទំនាបមាត់អូតាមជ្រលងភ្នំហើយតែងផ្ដល់ផលនៅចុងរដូវប្រាំងខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី